ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់បានឮហើយពីប្រទេសដែលអត់ចេះយប់សោះហ្មងណារបៀបថាប្រទេសហ្នឹងមិនថាយប់ឬក៏ថ្ងៃទេប្រទេសហ្នឹងគឺអត់ចេះងងឹតទេគឺព្រះអាទិត្យរះ24ម៉ោងតែម្ដងតែខ្ញុំហ្នឹងអាសាឮរហូតគ្រាន់តែអត់ដែរស្គាល់ថាវាជាប្រទេសអ្វីហើយក៏អត់ដែរបានធ្លាប់ទៅលេងដែរអញ្ចឹងបើសិនជាបងប្អូនដែលគាត់ធ្លាប់បានទៅលេងប្រទេសមួយហ្នឹងឬរស់នៅនឹងផ្ទាល់ឬក៏ធ្លាប់បានដឹងឮពីប្រទេសមួយហ្នឹងចាំជួយចូល comment ខាងក្រោមប្រាប់ខ្ញុំផងហើយបងប្អូនទាំងអស់គ្នាសាកសម័យមើលបើសិនជាពួកយើងរស់នៅក្នុងប្រទេសដែលមិនចេះយប់អញ្ចឹងមានអារម្មណ៍មិនទៅបងប្អូនខ្ញុំគិតថាពេលដែលខ្ញុំឮដំបូងអ្នកទាំងអស់គ្នាប្រកាសជាគិតថាបើមេឃអត់ចេះងងឹតហើយអត់ចេះយប់អញ្ចឹងប្រហែលជាល្អហើយព្រោះថាវាអាចឲ្យបងប្អូនទាំងអស់គ្នាមានពេលវេលាច្រើននៅក្នុងការរស់ស៊ីឬក៏មានពេលវេលាច្រើននៅក្នុងការបំពេញភារកិច្ចអ្វីមួយឬក៏ដើរលេងអីជាដើមអញ្ចឹងណាប៉ុន្តែខ្ញុំជឿថាសម្រាប់បងដែលគាត់គិតដូចខ្ញុំមុនហ្នឹងបន្ទាប់ពីបានមើលវីដេអូនេះដល់ចប់ហើយប្រកាសជារកឃើញអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតជាមិនខានតែមនុស្សយើងម្នាក់មានការគិតខុសគ្នាអ្នកខ្លះទៅគឺគិតថាមានពេលវេលាតែពេលថ្ងៃអញ្ចឹងរហូតទៅល្អប៉ុន្តែអ្នកខ្លះទៀតអត់គិតដូចគ្នាអញ្ចឹងឯងគិតថាតើតើមានយប់តើតើមានថ្ងៃបានល្អអញ្ចឹងឥឡូវយើងមកតាមដានទាំងអស់គ្នាតែដែលខ្ញុំលើកមកសម្រាប់ថ្ងៃនេះត្រូវបានគេស្គាល់ថាជាទឹកដីនៃភ្នំភ្លើងនិងតកកហើយក៏ជាកន្លែងមួយដែលមានពន្លឺនិងទេសភាពដ៏ស្រស់ស្អាតថែមទៀតផងដោយវីដេអូខាងលើដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងឥឡូវខ្ញុំឲ្យអ្នកទាំងអស់គ្នាទាយចំនួន5ប្រទេសតើប្រទេសដែលខ្ញុំកំពុងតែសម្រាយហ្នឹងប្រទេសមួយណាទី1 Ecuador ទី2 Greenland ទី3 Iceland ទី4 Maldives ឬក៏ទី5នេប៉ាល់ក្នុងចំណោមប្រទេសទាំង5ហ្នឹងអ្នកទាំងអស់គ្នាទាយមួយថាមួយណាជាប្រទេសដែលខ្ញុំកំពុងតែសម្រាយហើយខ្ញុំមកប្រាប់ចម្លើយហ្មងណាប្រទេសដែលខ្ញុំកំពុងតែសម្រាយនោះគឺប្រទេស Ireland ដែលស្ថិតនៅប៉ែកអឺរ៉ុប Ireland គឺជាប្រទេសមួយដែលមិនចេះងងឹតនោះទេនៅរដូវក្តៅទោះបីជាព្រះអាទិត្យលិចក៏ដោយដោយដែលខ្ញុំបាននិយាយខាងលើនឹងអញ្ចឹងបងប្អូនខ្លះទៀតគាត់គិតថាអត់មានពេលយប់អញ្ចឹងប្រហែលជាល្អសម្រាប់គាត់ប៉ុន្តែបើយើងគិតឲ្យដិតដល់ទៅយើងទាំងអស់គ្នាគឺពិតជាត្រូវការពេលយប់ខ្លាំងមែនទែនកន្លែងហ្នឹងគឺខ្ញុំចង់បាននិយាយថាចាពេលយប់ងងឹតពេលមេឃប្រែទៅជាងងឹតគឺវាមានសារៈសំខាន់ចំពោះយើងព្រោះនៅពេលដែលមេឃបើកពន្លឺរហូតបើកថ្ងៃរហូតអញ្ចឹងយើងអត់ដឹងថាពេលណាពេលយប់ពេលណាពេលបញ្ចប់រយៈពេលថ្ងៃហ្នឹងឯងមែនអត់អ្នកទាំងអស់គ្នាចឹងមិនខ្ញុំនិយាយថាពេលដែលមេឃងងឹតវាសំខាន់សម្រាប់យើងច្រើនណាសម្រាប់ខ្ញុំផ្ទាល់ហ្មងខ្ញុំធ្លាប់ឆ្លងកាត់ខ្ញុំធ្លាប់ធ្វើការក្នុងបន្ទប់បិទជិតមួយដែលមានពន្លឺភ្លឺគ្រប់គ្រាន់អញ្ចឹងខ្ញុំអត់ដឹងថានៅខាងក្រៅងងឹតពេលណាឯងវាបានធ្វើឲ្យខ្ញុំលោភលន់នៅក្នុងការធ្វើការនៅក្នុងការរកស៊ីអត់បាននិយាយរួមទៅអត់មានពេលគេងគ្រប់គ្រាន់វាធ្វើឲ្យខ្ញុំខូចសុខភាពវាធ្វើឲ្យវាថាខួរក្បាលយើងដើររហូតអត់ដឹងពេលត្រូវសម្រាប់ហ្មងដោយសារតែបន្ទប់ខ្ញុំដែលរស់នៅហ្នឹងគឺភ្លឺរហូតបន្ទប់ដែលខ្ញុំធ្វើការហ្នឹងគឺវាមានពន្លឺថ្ងៃភ្លឺដូចពេលថ្ងៃអញ្ចឹងអត់ដឹងថានៅក្រៅងងឹតនៅក្រៅយប់ប៉ុណ្ណាដឹងតែយើងត្រូវធ្វើការខួរក្បាលយើងគឺដំណើរការរហូតហ្មងអញ្ចឹងហើយបានខ្ញុំនិយាយថាពេលដែលមេឃងងឹតវារំលឹកយើងច្រើនខ្លាំងណាព្រោះពេលដែលមេឃងងឹតវាបានធ្វើឲ្យយើងដឹងថាពេលវេលារបស់យើងក្នុងមួយថ្ងៃហ្នឹងគឺចិត្តចប់ហើយអញ្ចឹងយើងអាចបែងចែកពេលវេលាការងាររបស់យើងបានច្បាស់លាស់មិនត្រឹមតែប៉ុណ្្នឹងទេមេឃងងឹតហ្នឹងគឺវាសំខាន់ណាស់ដោយសារតែវាធ្វើឲ្យរាងកាយនិងខួរក្បាលរបស់យើងដឹងថាដល់ម៉ោងត្រូវសម្រាប់បើសិនជាយើងអត់មានមេឃងងឹតទេមេឃយើងនៅតែភ្លឺរហូតខួរក្បាលយើងនិងរាងកាយរបស់យើងនៅតែបើកកម្លាំងបើកការគិតទទួលការងារទទួលរហូតអត់មានពេលសម្រាប់គ្រប់គ្រាន់អញ្ចឹងហើយបានខ្ញុំនិយាយថាមេឃងងឹតហ្នឹងវាសំខាន់ព្រោះអីនិយាយចំទៅមេឃងងឹតហ្នឹងគឺវាជួយដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងដូចគ្នាបងប្អូនទាំងអស់គ្នាយល់ដូចខ្ញុំអត់និយាយមែនណាខ្ញុំពិតជាសរសើរមែនតើសម្រាប់បងប្អូនដែលគាត់រស់នៅទីនោះផ្ទាល់អត់មានពេលយប់សោះហ្មងនិយាយរួមទៅខ្ញុំធ្លាប់ឮថាមានប្រជាជនខ្មែរយើងក៏ធ្លាប់តែរស់នៅនឹងដែរប៉ុន្តែបើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាខ្ញុំរស់នៅប្រទេសកម្ពុជាគឺល្អបំផុតអីព្រោះថាប្រទេសកម្ពុជារបស់យើងសប្តាហ៍ថ្ងៃហ្នឹងមិនថារដូវប្រាំងឬក៏រដូវវស្សាទេតែមានយប់ថ្ងៃច្បាស់លាស់ហ្មងអញ្ចឹងសម្រាប់បងប្អូនដែលគាត់បានមើលវីដេអូរបស់ខ្ញុំហើយនេះគាត់ដែលប្រាថ្នាចង់ទៅរស់នៅប្រទេសមួយហ្នឹងអត់ហើយបើសិនជាទៅរស់នៅមែនណាអាចជឿជាក់ថាខ្លួនឯងអាចរស់នៅក្នុងប្រទេសហ្នឹងបានរហូតអត់ចូល comment ទាំងអស់គ្នាមក